ប្រភេទខ្លាញ់ត្រីក្លីសេរីតឡើងរហូតដល់6852មីលីក្រាមនៅក្នុង1ដេស៊ីលីត្រតើមានបញ្ហាអ្វីដែលធ្វើឲ្យវាឡើងខ្លាំងសម្បើមបែបនេះត្រីក្លីសេរីតឡើងជិតដល់7000មីលីក្រាមនៅក្នុង1ដេស៊ីលីត្រយើងបានបូមឈាមគាត់ទៅពិនិត្យនៅមន្ទីរពិសោធន៍ឃើញថាសភាពផ្លាស្មាគាត់គឺឡើងពណ៌សដូចទឹកដោះគោអញ្ចឹងជាងមើលផ្នែកទទេក៏ឃើញសិតតែខ្លាញ់ដែរជាធម្មតាផ្លាស្មារបស់មនុស្សយើងគឺមានពណ៌លឿងដូចទឹកអំពៅអញ្ចឹងនេះផ្លាស្មារបស់អ្នកជំងឺនេះគឺពណ៌សសិតតែខ្លាញ់តែម្ដងអ្នកជំងឺនេះគាត់មកជួបខ្ញុំគាត់អត់បានដឹងថាគាត់មានការឡើងខ្លាញ់យ៉ាងសម្បើមនៅក្នុងឈាមរបស់គាត់នោះទេគាត់មកដោយសារគាត់មានបញ្ហានៅលើស្បែករបស់គាត់មានកន្ទួលដុំពកនៅលើស្បែកដូចក្នុងរូបអញ្ចឹងហើយគាត់ស្មានតែគាត់មានជំងឺសើស្បែកធម្មតាប្រវត្តិរបស់គាត់ជាអ្នកចូលចិត្តហូបស្រាបៀរហើយខ្លែមពពុះខ្លាញ់ជាច្រើនហើយជួបបរិយម្ដងម្កាលគាត់មានអាយុ20ជាងទេ27 28ទេភេទប្រុសនេះជាលទ្ធផលពិនិត្យឈាមរបស់គាត់គឺ cholesterol total ហ្នឹងក៏មិនណយដែរឡើងរហូតដល់783ធម្មតាទៅជាង200ហើយ cholesterol LDL ហ្នឹងដែលយើងច្រើនហៅថា cholesterol អាក្រក់ហ្នឹងឡើងរហូតដល់270 triglyceride ហ្នឹងឡើងសម្បើមមែនទែន6852 vitamin D គាត់បានតែ14មីលីក្រាមក្នុងដេស៊ីលីត្រទេកាម៉ាសេតេគាត់164ស្ករគាត់302 A1C គាត់12% ferritin 577អាសាតគាត់108ហើយមុខងារតម្រងនោមគាត់ធម្មតាទេហើយអ្នកជំងឺនេះក៏ចូលមកក្នុងសុខភាពធម្មតាសុខភាពគាត់ល្អធម្មតាប៉ុន្តែនៅក្នុងខ្លួនគាត់គឺមានជំងឺទឹកនោមផ្អែមមានការលើសខ្លាញ់ហ្នឹងធ្ងន់ធ្ងរមែនទែនមានកង្វះវីតាមីន D ផងដែរគាត់បានដឹងខ្លួនថាគាត់កើតទឹកនោមផ្អែមតាំងពីណាទេពួកគាត់ដែលបានពិនិត្យឈាមលើសខ្លាញ់ហ្នឹងក៏គាត់មិនដែលដឹងដែរក្រោយពីបានសាកសួរប្រវត្តិអ្នកជំងឺប្រវត្តិរបៀបរបបរស់នៅការហូបចុកការពិនិត្យរាងកាយពិនិត្យលើស្បែកនិងពិនិត្យផ្នែកមន្ទីរពិសោធន៍អ្នកជំងឺរបស់ខ្ញុំហ្នឹងគឺគាត់មានបញ្ហាស្បែករបស់គាត់ហ្នឹងគឺ eruptive symptomas ហ្នឹងដុកទ័រ Kevin Tang ហើយនិងសហការីរបស់គាត់ហ្នឹងក៏បានជួបដែរហើយគាត់បានចុះផ្សាយមួយករណីដែរនៅ Java Dermatol នៅឆ្នាំ2023អ្នកជំងឺរបស់គាត់ភេទប្រុសអាយុជាង20ដែរដូចអ្នកជំងឺដែលខ្ញុំបានជួបដែរគាត់មាន obesity មានជំងឺធាត់ហើយ BMI គាត់31គាត់មានបញ្ហាជាពិសេសមានការហូបចុករបស់គាត់ហ្នឹងគឺគាត់ចូលចិត្តអាហារដែលសម្បូរដោយខ្លាញ់ហើយគាត់ចូលចិត្តផឹកស្រាបៀរគាត់មាន diabetes ដែរហើយសភាពខាងក្រៅរបស់គាត់ហ្នឹងគឺមានធម្មតាអញ្ចឹងគាត់មានបញ្ហា metabolic syndrome រូបេតាងហ្នឹងគាត់បានបូមឈាមអ្នកជំងឺគាត់ទៅពិនិត្យដែរ triglyceride របស់អ្នកជំងឺរបស់គាត់ហ្នឹងគឺមានឡើងរហូតដល់6657មីលីក្រាមក្នុង1ដេស៊ីលីត្រហើយ cholesterol 943មីលីក្រាមក្នុង1ដេស៊ីលីត្រគាត់គិតថាអ្នកជំងឺគាត់ហ្នឹងគឺមានបញ្ហាឡើងស្បែកអីដូចអ្នកជំងឺដែលខ្ញុំបានជួបនឹងដែរគាត់គិតថាអ្នកជំងឺគាត់ហ្នឹងគឺមាន eruptive symptomas អ្នកជំងឺយើងហ្នឹងក៏មានបញ្ហាស្បែកដូចគ្នាដែរគឺ eruptive symptomas អ្វីទៅជា symptomas ហើយ pathophysiology វាដូចបន្តិចខ្លះប្រភេទនៃ symptomas មូលហេតុអីបានមាន symptomas នេះហើយធ្វើរោគវិនិច្ឆ័យដូចម្ដេចជាបាដូចម្ដេច symptomas ហ្នឹងគឺជាការកកកុញនៃពពួក cholesterol និងប្រភេទខ្លាញ់ផ្សេងទៀតវាកកនៅក្រោមស្បែកឬក៏ជាលិកានៅក្រោមស្បែកហ្នឹងវាស្ដែងចេញជារោគសញ្ញា papule ជាដុំពកជា nodule ជាដុំឬក៏ជាបន្ទះដែលមានពណ៌លឿង symptomas ហ្នឹងវាកើតឡើងដោយសារកំហាប់នៃ lipoprotein ដែលជា carrier cholesterol និង triglyceride នៅក្នុងឈាមហ្នឹងមានការកើនឡើងខ្លាំងមែនទែន excessively high ដោយក្នុងករណីសិក្សារបស់យើងហ្នឹង triglyceride គាត់ឡើងដល់77000ហើយ cholesterol គាត់ឡើងជាង700កាលណាពពួកខ្លាញ់ហ្នឹងឡើងខ្លាំង macrophage ដែលជាប្រភេទគ្រាប់ឈាមសហ្នឹងវាបានលេបខ្លាញ់ដែលលើសច្រើនជ្រុលហ្នឹងកាលណាវាលេបទៅវាកោសិកាហ្នឹងវាប្រែទៅជា foam cell ដែលជាកោសិកាវាមានកកកុញ molecule ខ្លាញ់នៅក្នុងហ្នឹងហើយវា aggregate ទៅក្នុងស្បែករបស់យើងឬក៏ជាលិកាក្រោមស្បែកបណ្ដាលឲ្យឃើញជាកំណកដុំពកនៅលើស្បែកសើស្បែកដែលយើងហៅថា symptomas ពួក macrophage វាបានលេបខ្លាញ់ទៅលើច្រើនជ្រុលហ្នឹងហើយคล้ายទៅជា foam cell ជាកោសិកាមួយដែលកកកុញទៅដោយខ្លាញ់ហើយវាបានជ្រៀតចេញមកក្រោមស្បែកស្ដែងចេញជារោគសញ្ញា symptomas ដែលយើងមើលទៅជាដុំពកហើយបើយើងមើលផ្នែកទទេអាចមើលឃើញខ្លាញ់នៅក្នុងដុំពកនឹងមួយផងអាចរីករាលដាលពីពេញរាងកាយរបស់យើងពកតូចប្រហែលជាកន្លះសង់ទីម៉ែត្រកាលណាមានលេចចេញជាដុំពកខ្លាញ់នៅសើស្បែកដែលភាសាពេទ្យហៅថា symptomas ជាសញ្ញាអាសន្នធំ severe uncontrolled dyslipidemia បានន័យថាមានការកើនឡើងខ្លាញ់នៅក្នុងឈាមដែលមិនអាចគ្រប់គ្រងបានហើយកាលណាខ្លាញ់ច្រើនជ្រុលវាជះឥទ្ធិពលធ្វើឲ្យមានហានិភ័យខ្ពស់នៃជំងឺ atherosclerotic cardiovascular disease ជំងឺសរសៃឈាមជំងឺបេះដូងបណ្ដាលមកពីខ្លាញ់ហ្នឹងវាកកខ្លាំងវាកើនឡើងខ្លាំងនៅក្នុងឈាមធ្វើឲ្យឈាមរត់អត់រួចវាស្ទះសរសៃឈាមហើយកាលណាស្ទះសរសៃឈាមបេះដូងអត់មានឈាមទៅចិញ្ចឹមកោសិកាបេះដូងធ្វើឲ្យកោសិកាបេះដូងហ្នឹងរលួយធ្វើឲ្យគាំងបេះដូងហាត់អដ្ឋៈបើសិនជាវាស្ទះចំមកសរសៃឈាមខួរក្បាលដែលយើងហៅថា stroke ធ្វើឲ្យអត់មានឈាមទៅចិញ្ចឹមកោសិកាខួរក្បាលធ្វើឲ្យខូចកោសិកាខួរក្បាល
ធ្វើឲ្យខូចកោសិកាបេះដូងដែលធ្វើឲ្យអ្នកជំងឺហ្នឹងគឺស្លាប់ទាន់ហន់ sudden death ដោយសារខ្លាញ់នៅក្នុងឈាមហ្នឹងវាច្រើនជ្រុលវាកកនៅក្នុងសរសៃអត់មានឈាមទៅចិញ្ចឹមសរីរាង្គជីវិតសំខាន់ហ្នឹងដូចជាខួរក្បាលដូចជាបេះដូងហ្នឹងដែលគំរាមកំហែងអាយុជីវិតអ្នកជំងឺខ្លាំងមែនទែនហើយអាចស្លាប់ភ្លាមមួយរំពេចដែលភាសាអង់គ្លេសហៅថា sudden death Symptoms ជាជំងឺដុំពកខ្លាញ់សើស្បែកយើងមើលសភាពអ្នកជំងឺមើលសភាពរោគសញ្ញាដូចស្រាលទេប៉ុន្តែជាជំងឺធ្ងន់ខ្លាំងពីព្រោះវាអាចសម្លាប់អ្នកជំងឺគ្រប់ពេលវេលាហើយសម្លាប់ដោយទាន់ហន់បំផុតស្លាប់មួយរំពេច Symptoms ហ្នឹងគេអាចចំណាត់ថ្នាក់វាដោយអាស្រ័យទៅលើសភាពដែលវាលេចចេញមកទំហំទីកន្លែងអាចទាក់ទងទៅនឹងប្រភេទខ្លាញ់ជាក់លាក់ណាមួយដែលមានការកើនឡើងមិនធម្មតានោះ Symptoms ហ្នឹងគឺមានច្រើនប្រភេទទី1ហ្នឹងគឺ Centellasma ច្រើនកើតនៅម្ដុំត្បកភ្នែកជាបន្ទះខ្លាញ់ដែលយើងមើលឃើញនៅក្នុងរូបនេះរាងពណ៌លឿងខ្លះខ្លាញ់នៅក្នុងឈាមក៏ធម្មតាទេប៉ុន្តែអ្នកខ្លះទាក់ទងនឹងការឡើងកូលេស្តេរ៉ុលនៅក្នុងឈាមធ្វើឲ្យមាន Centellasma គឺបន្ទះខ្លាញ់ដែលហុកឡើងនៅម្ដុំរង្វង់ត្បកភ្នែករបស់អ្នកជំងឺប្រភេទទី2ហ្នឹងគឺ Eruptive Symptoms ជាប្រភេទដែលដូចក្នុងករណីសិក្សារបស់យើងណាជាប្រភេទធ្ងន់ធ្ងរអាចគំរាមដល់អាយុជីវិតច្រើនកើតនៅម្ដុំកប៉ិចគូតខ្នងដៃហើយនិងភ្លៅទាក់ទងនឹងការកើនឡើងខ្លាំងជ្រុលនៃពួក triglycerid នៅក្នុងឈាម triglycerid ហ្នឹងអាចឡើងលើស 1000ក្នុងករណីសិក្សារបស់យើងក៏ដូចជាករណីសិក្សារបស់ដុកទ័រ Kevin Pang ហ្នឹងគឺ triglycerid ហ្នឹងឡើងរហូតដល់ 77000 ហើយជាករណីមួយដែលមានការគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺខ្លាំងអាចស្លាប់ទាន់ហន់ការលេចឡើងដុំពកខ្លាញ់នៅលើស្បែកហ្នឹងដុំពកខ្លាញ់ហ្នឹងវាអាចបាត់ទៅវិញនៅពេលដែលយើងចុះជាតិ triglycerid ហ្នឹងឲ្យមកធម្មតាដុំពកហ្នឹងក៏វាទៅសភាពធម្មតាវិញដែរស្បែកយើងទៅធម្មតាវិញដែរប្រភេទទី3ហ្នឹងគឺ tendinous symptoms ជាដុំកកខ្លាញ់ដែលកើតនៅម្ដុំតង់ដុំវាអត់ឡើងហើមអត់ឈឺចាប់អីទេជាប់ទៅនឹងតង់ដុំរចនាសម្ព័ន្ធតង់ដុំជាខ្សែចំណងរវាងឆ្អឹងនៅតាមសន្លាក់ឆ្អឹងហ្នឹង tendinous symptoms ហ្នឹងគឺវាទាក់ទងនឹង hypercholesterolemia គឺការកើនឡើងកូលេស្តេរ៉ុលនៅក្នុងឈាមជាពិសេសកើតចំពោះអ្នកមាន LDL កូលេស្តេរ៉ុលនឹងខ្ពស់ very high LDL cholesterol ហើយអាចជាប់ទាក់ទងនឹង genetic disorder ទាក់ទងនឹងដំណពូជផងដែរប្រភេទទី4ហ្នឹងគឺ tuberous symptoms អាហ្នឹងវាជាដុំពកមួយធំរឹងហើយមានកំពូលស្រួចដូមសែបជាដុំពកមួយដែលពណ៌រាងលឿងជួនកាលវាអាចคล้ายជាដំបៅខ្លាយទំហំអាចធំជាង1សង់ទីម៉ែត្រច្រើនកើតនៅម្ដុំ prominent កន្លែងក្លាក់កន្លែងបត់ដូចជាក្លាក់កែងដៃជង្គង់បេះគូតដែរជាងធំtuberous symptoms ហ្នឹងគឺដុំពកធំទាក់ទងនឹងការឡើងខ្លាំងនៃពពុះខ្លាញ់ហ្នឹង massive lipid deposition បានន័យថាមានការកកកុញខ្លាំងនៃពពុះខ្លាញ់ហ្នឹងជាទូទៅវាទាក់ទងនឹងពូជដែរជាហើយជាលក្ខណៈដែលធ្ងន់ធ្ងរនេះឡើង hypercholesterol បានឡើង cholesterol ឬក៏ឡើងទាំងពីរមាន cholesterol ហើយ triglycerid ផងគឺឡើងពពុះខ្លាញ់នៅក្នុងឈាមខ្ពស់ជាប្រភេទ tuberous symptoms ប្រភេទទី5ហ្នឹងគឺ plant symptoms ឬក៏ symptoms disseminatum នេះច្រើនកើតរាលដាលហើយជាបន្ទះខ្លាញ់តប៉ែតពណ៌លឿងពីពេញរាងកាយច្រើនកើតនៅខ្លួនកមុខហើយនឹងស្បែកដែលមានផ្នត់ផ្នត់ស្បែកហ្នឹងវាជាប់ទាក់ទងទៅនឹងការកើនឡើងខ្លាញ់ជាច្រើនប្រភេទ various lipid disorder រួមមាន type 3 hyperlipoproteinemia ឬក៏ cytosclerolemia ប្រភេទទី6នៃ symptoms ហ្នឹងគឺ granuloma annulare វាអាចច្រឡំជាមួយនឹងជំងឺស្រែងដែរជាទូទៅជា symptoms ដែលស្រាលមិនធ្ងន់ធ្ងរទេហើយវាអត់ជាប់ពាក់ព័ន្ធជាមួយនឹងការកើនឡើងច្រើនជ្រុលនៃសារធាតុខ្លាញ់នៅក្នុងឈាមនោះទេមូលហេតុដែលធ្វើឲ្យមាន symptoms ហ្នឹងគឺមាន primary និង secondary primary ហ្នឹងគឺដោយសារបញ្ហាការឡើងកម្រិតខ្លាញ់ច្រើនជ្រុលនៅក្នុងឈាមជាប់ទាក់ទងនឹងដំណពូជ secondary ហ្នឹងគឺបណ្ដាលមកពីជំងឺអ្វីមួយដែលធ្វើឲ្យមានការកើនឡើងសារធាតុខ្លាញ់នៅក្នុងឈាម primary hyperlipidemia ជាដំណពូជកើនខ្លាញ់នៅក្នុងឈាមហ្នឹងដោយសារដំណពូជដោយសារពូជខ្លះលទ្ធភាពក្នុងការសម្អាតខ្លាញ់ចេញពីក្នុងខ្លួនហ្នឹងគឺវាមានកម្រិតដូចជាទី1នេះគឺ familial hypercholesterolemia ដោយសារក្រុមគ្រួសារគាត់ហ្នឹងគឺមាន LDL cholesterol ហ្នឹងខ្ពស់ cholesterol អាក្រក់ហ្នឹងខ្ពស់ហ្នឹងច្រើនបណ្ដាលឲ្យ symptoms ហ្នឹងប្រភេទ tuberous ឬក៏ tendinous type 3 hyperlipoproteinemia ឬក៏ dys-beta lipoproteinemia អាហ្នឹងគឺបណ្ដាលឲ្យក្រុមគ្រួសារគាត់ហ្នឹងពូជគាត់ហ្នឹងមានការកើនឡើងកូលេស្តេរ៉ុលហើយនិង triglycerid គឺជាទូទៅវាបណ្ដាលឲ្យមាន plant symptoms ដែលនៅ slide ដំបូងខ្ញុំបានបង្ហាញហើយមួយទៀតគឺ familial combined hyperlipidemia នេះគឺបណ្ដាលឲ្យមានការស្ដែងចេញនៃ eruptive
Saint Thomas ដោយសារ triglycerid ហ្នឹងគឺឡើងខ្លាំងមែនទែនរហូតដល់រាប់ពាន់6-7,000នៅក្នុងឈាម6-7,000 មីលីក្រាមនៅក្នុង1ដេស៊ីលីត្រនៅក្នុងឈាមហ្នឹងគឺឡើងខ្ពស់មែនទែនហើយជាប្រភេទគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតអ្នកជំងឺគឺ erectile Saint Thomas ដែលប្រភេទ hyper triglyceride មូលហេតុទី2ហ្នឹងគឺ secondary hyperlipidemia គឺកើតឡើងក្រោយពីយើងមានជំងឺអ្វីមួយដូចជាជំងឺទឹកនោមផ្អែមដែលយើងព្យាបាលបានត្រឹមត្រូវហើយជាពិសេសអ្នកជំងឺដែលមាន insulin resistant ដែលធ្វើឲ្យមានការកើនឡើងខ្ពស់ខ្លាំងនៃពពួក triglyceride នៅក្នុងឈាមបណ្ដាលឲ្យចេញជាសញ្ញានៅលើស្បែកដែលក្នុងករណីសិក្សារបស់យើងហ្នឹងគឺ eruptive Saint Thomas ទី2ហ្នឹងគឺ hyperthyroidism គឺមានបញ្ហាក្រពេញទីរ៉ូអ៊ីតពេញនៅកហ្នឹងក៏ធ្វើឲ្យកើនឡើងពពួកខ្លាញ់ហ្នឹងដែរទី3គឺ chronic liver disease គឺដូចជាអ្នកជំងឺបញ្ហាថ្លើមរ៉ាំរ៉ៃដូចជាមានរលាកថង់ទឹកប្រមាត់អាហ្នឹងក៏អាចធ្វើឲ្យមានការកើនឡើង cholesterol ផងដែរ chronic kidney disease គឺជាពិសេសអ្នកជំងឺ nephrotic syndrome ហ្នឹងធ្វើឲ្យឡើងជាតិខ្លាញ់នៅក្នុងឈាមដែរចុងក្រោយហ្នឹងគឺមានការប្រើប្រាស់ថ្នាំមួយចំនួនថ្នាំខ្លះធ្វើឲ្យយើងលេបទៅជាពិសេសថ្នាំពពួក protein inhibitor ហ្នឹងធ្វើឲ្យកម្រិតខ្លាញ់ cholesterol triglyceride ហ្នឹងកើនឡើងដែរការធ្វើរោគវិនិច្ឆ័យនៃបញ្ហា Saint Thomas ហ្នឹងគឺគ្រូពេទ្យសាកសួរពីប្រវត្តិនៃជំងឺប្រវត្តិរស់នៅប្រវត្តិហូបចុកចូលចិត្តហូបខ្លាញ់ចូលចិត្តហូបស្រាវិយាហើយគ្រូពេទ្យធ្វើការពិនិត្យរាងកាយហើយធ្វើការតេស្តឈាមមើលកម្រិតខ្លាញ់នៅក្នុងឈាមមុខងារនៃក្រពេញ thyroid មុខងារថ្លើមមុខងារតម្រងនោមតេស្តរោគជាតិស្ករតេស្ត A1C លាក់ការព្យាបាលដែលមិនអស់ថវិកាហើយចំណេញបានលុយថែមទៀតនោះគឺ lifestyle modification គឺផ្លាស់ប្ដូររបៀបរបបរស់នៅរបៀបរបបហូបចុកត្រូវពិសាអំបិលតិចពិសាស្ករតិចពិសាខ្លាញ់តិចឈប់ពិសាស្រាវិយាណាយើងហូបស្រាហូបវិយាទៅហូបតិចខ្លែមអញ្ចឹងហូបខ្លែមសិតតែសាច់លាយខ្លាញ់ហាត់ប្រាណឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃឲ្យហើយណា150នាទីក្នុងមួយសប្តាហ៍ជាការព្យាបាលមួយដែលសល់លុយយើងពិចារណាមើលគាត់ឈប់ហូបស្រាវិយាហ្នឹងគឺសល់លុយមកភ្លុកការព្យាបាលដោយថ្នាំនេះត្រូវការថវិកាថ្នាំបញ្ចុះខ្លាញ់ថ្នាំកែសម្រួលមុខងារថ្លើមមុខងារតម្រងនោមបើមានទឹកនោមផ្អែមត្រូវព្យាបាលទឹកនោមផ្អែមឲ្យបានត្រឹមត្រូវគ្រប់គ្រងទឹកនោមផ្អែមបានល្អដុំខ្លាញ់ដែលដុសពកនៅលើស្បែកគឺយើងអាចយកវាចេញបានដោយសារអំក្តៅដោយសារ laser បើសិនជាវាប៉ះពាល់ទាក់ទងសម្រស់ប៉ះពាល់ផ្លូវចិត្តអីយើងអាចយកដុំខ្លាញ់ដែលកកនៅលើស្បែកនឹងចេញបាន